ព័ត៌មានក្តៅៗបងប្អូនអំពីសារព័ត៌មានថៃពាក់ព័ន្ធជាមួយរឿងអង្គការ UNESCO មានគម្រោងចុះទៅឆែកមើលប្រាសាទព្រះវិហារថ្ងៃនឹងតែម្ដងទី17 ខែ 1 2026 យើងនឹងឯងសារព័ត៌មានថៃជាច្រើនបានបង្ហោះពាក់ព័ន្ធជាមួយរឿងអង្គការ UNESCO គម្រោងចុះទៅឆែកមើលទៅលើតំបន់ប្រាសាទព្រះវិហារដែលរងការខូចខាត172កន្លែងនៅលើតួប្រាសាទនិងជាង100កន្លែងទៀតនៅជុំវិញប្រាសាទនៅជុំវិញតំបន់ប្រាសាទនឹងឯងដែលបង្កឡើងដោយយោធាថៃឥឡូវនេះសារព័ត៌មានថៃគឺយករឿងហ្នឹងយកទៅនិយាយហើយមិនដឹងថាពួកវាយ៉ាងម៉េចអីមិនបន្តទៀតយ៉ាងយើងមិនដឹងទេហើយអានេះបើតាមយោបល់របស់ខ្ញុំបើតាមគណិតរបស់ខ្ញុំទៅខ្ញុំគិតថាបន្ទាប់ពីវាបានឃើញអំពីព័ត៌មានអំពីអង្គការ UNESCO នេះហើយប្រហែលជាវាកំពុងតែត្រៀមក្បាច់ដើម្បីលេងជាមួយយើងឬក៏ទប់ទល់ជាមួយនឹងយើងពាក់ព័ន្ធជាមួយរឿងប្រាសាទនឹងឯងបងប្អូនព្រោះបើអង្គការ UNESCO ថ្កោលទោសទៅលើប្រទេសថៃដែលបានបាញ់កំទេចប្រាសាទព្រះវិហារពិតមែននេះវាត្រូវតែមានសំណងសងមកលើកម្ពុជាយើងហើយសំណងការជួសជុលប្រាសាទសំណងជំងឺចិត្តមកលើប្រទេសកម្ពុជារបស់យើងអញ្ចឹងប្រហែលជាវាកំពុងតែរៀបចំផែនការអីមួយសម្រាប់ទប់ទល់ជាមួយយើងក៏មិនដឹងដែរអញ្ចឹងបងប្អូនទាំងគ្នាដែលមានរូបភាពដែលយោធាថៃបាញ់កំទេចប្រាសាទអីឬក៏វីដេអូអីហ្នឹងចាំជួយបង្ហោះតគ្នាផងណាឬក៏ឃើញគេបង្ហោះអីក៏យើងជួយ share តគ្នាទៅបាទអរគុណច្រើនបងប្អូន